ប្រាសាទវត្តឯកភ្នំប្រាសាទឯកភ្នំមានឈ្មោះដើមថានរេន្ទ្រក្រៀមដែលមានន័យថាភូមិរបស់ព្រះរាជាមានទីតាំងស្ថិតនៅក្នុងភូមិថ្កូវឃុំក្ដុលដូនទាវស្រុកភ្នំឯកខេត្តបាត់ដំបងចម្ងាយ14គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងប្រាសាទនេះត្រូវបានកសាងឡើងក្នុងឆ្នាំ1027នៃកសក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ដើម្បីតម្កល់សិវលិង្គរួយឈ្មោះថាស្រីសូរ្យវរស្វរៈដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនាប្រវត្តិប្រាសាទវត្តឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគុំឃុំពីមឯកចម្ងាយ7គីឡូម៉ែត្របែកចេញពីផ្លូវខេត្តលេខ156ត្រង់ភូមិថ្កូវឃុំក្ដុលដូនទាវស្រុកភ្នំឯកខេត្តបាត់ដំបងនិងមានចម្ងាយ14គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី11ក្នុងឆ្នាំ1027ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 1002ដល់1050នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនាប្រាសាទដ៏ចំណាស់នេះមានរាង4ជ្រុងធ្វើពីថ្មផៅបាយមុខទៅទិសខាងកើតសង់លើខឿនមួយមាន2ថ្នាក់មានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទនិងកំពែងធ្វើពីថ្មបាយក្រៀមហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញចិត្តផងនៅទីនោះមានដើមពោធិ៍18ដើមដុះព័ទ្ធជុំវិញប្រាសាទបង្កើតឲ្យមានជាម្លប់យ៉ាងត្រចឹងត្រចៃនិងខ្យល់ត្រជាក់បរិសុទ្ធនៅខាងត្បូងប្រាសាទនៅសល់គូទឹកដែលបច្ចុប្បន្នបានคล้ายទៅជាស្រះទឹកសម្រាប់ព្រះសង្ឃប្រើប្រាស់សង្កេតឃើញមានក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើកគួរឲ្យចង់ទស្សនានៅសេសសល់តាមផ្នែកមួយចំនួនដែលឆ្លុះបញ្ចាំងពីជំនឿក្នុងលទ្ធិទេវរាជយ៉ាងជ្រាលជ្រៅទៀតផងចម្លាក់ទាំងនោះរួមមានព្រះឥស្វរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសីព្រះវិស្ណុព្រះឥន្ទអង្គុយលើដំរីរឿងកសមុទ្រទឹកដោះដែលបង្ហាញពីតួអង្គជាច្រើនក្រុមមានទេវតាយក្សទៀងពួកនាគដណ្ដើមយកទឹកអមរិតទៅផឹកដើម្បីបានជីវិតអមតៈលែងជួបនឹងទុក្ខព្រួយកើតចាស់ឈឺស្លាប់ទៀតហើយចំណែកការក្រោយមកព្រះមហាក្សត្រនៅមឿនសពមុខមន្ត្រីនិងប្រជារាស្ត្រៃងាកមុខគោរពចំពោះព្រះពុទ្ធសាសនាហើយគេដំណើរខ្លួនលទ្ធិទេវរាជមួយចំនួនត្រូវបោះចោលលែងមានអ្នកចាប់អារម្មណ៍ដែលជាហេតុនាំឲ្យខូចខាតប្រេះស្រាំដោយសារធម្មជាតិជនទុច្ចរិតនិងសង្គ្រាមជាបន្តបន្ទាប់ចំណែកនៅបរិវេណប្រាសាទវត្តឯកភ្នំនោះត្រូវបានអាជ្ញាធរនិងអ្នកស្រុកស្រុកគ្រាកសាងសំណង់វត្តអារាមព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅឈ្មោះថាវត្តឯកនិងអ្នកស្រុកជិតឆ្ងាយក៏បាននាំគ្នាទៅធ្វើបុណ្យសន្សំកុសលជាហូរហែផងដែរដោយសារតែនៅក្បែរប្រាសាទនោះមានសំណង់វត្តអារាមបែបនេះហើយទើបប្រាសាទនេះហៅថាប្រាសាទវត្តឯកភ្នំវត្តនេះស្ថិតនៅប្រហែល8គីឡូម៉ែត្រទៅភាគខាងជើងនៃក្រុងបាត់ដំបងបើជិះពីក្រុងតាមមាត់ស្ទឹងសង្កែងងាយជាងផ្លូវលំមួយទៀតដែលមានសភាពមិនល្អបើជិះតាមផ្លូវលំអាចមកដល់បឹងមួយចម្ងាយប្រហែល200ម៉ែត្រពីប្រាសាទបឹងនោះមានបណ្ដោយប្រវែង400ម៉ែត្រកាតលិចនិងទទឹង200ម៉ែត្រជើងត្បូងស្ថានភាពនៃប្រាសាទនេះទ្រុឌទ្រាយខ្លាំងណាស់សពថ្ងៃមានការថែរក្សាទូលទ្រច្រើននៅផ្នែកដែលស្ទើរតែរលំសិលាចារឹកតាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថានរេន្ទ្រក្រៀមជាភាសាបាលីឬសំស្ក្រឹតដែលមានន័យថាភូមិរបស់អ្នកនៅធំទាំងអស់នៅលើផែនដីគឺព្រះរាជាបានស្ថាបនាឡើងនៅដើមសតវត្សទី11ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1 1002ដល់1050នាសម័យមហានគរតាមសិលាចារឹកលេខកែ121តាមសិលាចារឹកកែ211ជាភាសាសំស្ក្រឹតនិងភាសាខ្មែរសរសេរថាប្រាសាទនេះសាងនៅឆ្នាំ1037ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1ដើម្បីស្ថាបនាលិង្គមួយឈ្មោះសូរ្យវរមេស្វរៈនៅនរេន្ទ្រក្រៀមរីឯក្នុងសិភើរបស់លោកអេម៉ូញ៉ែលើកម្ពុជា2ដល់301គាត់ប្រែសិលាចារឹកថាប្រាសាទនេះសាងនៅឆ្នាំ1027ខុសគ្នា10ឆ្នាំទៅនឹងការប្រែរបស់លោក Goedes ដូច្នេះគ្រាន់តែចង់បញ្ជាក់ថាសូមឲ្យមានការផ្ទៀងផ្ទាត់